សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នារឿងនិទានខ្មោចរបស់យើងនៅក្នុងយប់នេះគឺជាបទពិសោធន៍ដ៏រន្ធត់មួយពីបងប្រុសម្នាក់ឈ្មោះថាបងសានដោយបងសានគាត់បានរំលឹកហេតុការណ៍មួយដែលគាត់បានជួបកាលពីជាង10ឆ្នាំមុនណាខ្ទង់ប្រហែលជា15ទៅ16ឆ្នាំមុនគឺពេលហ្នឹងគាត់ធ្វើជាសន្តិសុខហើយយាមនៅក្នុងរោងចក្រមួយកន្លែងហើយពេលដែលគាត់ចេញមកពីធ្វើការស្រាប់តែគាត់បានទៅជួបនៅហេតុការណ៍តពុកឲ្យខ្លាចនឹកស្មានម្ដងមួយនៅពេលហ្នឹងអូខេឥឡូវយើងប្រហើបតែប៉ុណ្្នឹងបានហើយចង់ដឹងថាតើបងសាននឹងគាត់ជួបហេតុការណ៍អីខ្លះតោះឥឡូវយើងចូលទៅស្ដាប់សាច់រឿងពេញរបស់គាត់ទាំងអស់គ្នាហេតុការណ៍មួយនេះគឺបានកើតឡើងកាលពី16ឆ្នាំមុនប៉ុន្តែខ្ញុំសូមនិយាយពីជីវិតរបស់បងសានសិនថាគាត់ធ្វើអីខ្លះហើយហេតុអីបានគាត់ទៅធ្វើជាសន្តិសុខអញ្ចឹងណាដោយបងសានក៏ថាកាលពីដើមឡើយមកគាត់រស់នៅក្នុងគ្រួសារមួយដែលមានសមាជិក6នាក់មានបងសានមានប៉ាម៉ាក់គាត់ហើយនឹងមានបងប្អូនទៀតណាបងសានក៏ថាប៉ាម៉ាក់គាត់នឹងគាត់អត់សូវបានរៀនសូត្រអីវែងឆ្ងាយទេគាត់ដើររកស៊ីឈ្នួលគេអញ្ចឹងទៅហើយបងសានក៏មិនសូវជាមនុស្សដែលចូលចិត្តរៀនសូត្រអីប្រហែលផងណាអញ្ចឹងពេលដែលគាត់រៀនដល់ត្រឹមថ្នាក់ទី9គាត់ក៏ឈប់រៀនទៅហើយប៉ាម៉ាក់គាត់ហ្នឹងក៏អត់មានថាអីដែរណាឈប់ទៅហើយក៏ចាប់ផ្ដើមដើរស៊ីឈ្នួលគេហើយបងប្អូនហ្នឹងហើយកាលពីជំនាន់5 6 10ឆ្នាំមុនអីហ្នឹងគឺគេនៅស្ទូងគេនៅដកសណាបគេនៅអីឡើយទេអញ្ចឹងអ្នកណាដែលមានកម្លាំងដើរស៊ីឈ្នួលគេទៅដកសណាបរាប់ទៅមកដបមកផ្លូតអីប្រហែលអញ្ចឹងណាបន្ទាប់ពីដកសណាបហើយក៏ស្ទូងវាស់កង់មកកង់ប្រហែលមកឈើប្រហែលគឺគិតលុយតាមហ្នឹងហើយបន្ទាប់ពីខែធ្វើស្រែចប់ក៏បងសាហ្នឹងដើរស៊ីឈ្នួលគេកាច់ពោតកាច់ចលងយរូមគឺមួយថ្ងៃធ្វើការឲ្យគេរហូតអញ្ចឹងណាប៉ុន្តែបានត្រឹមតែមួយចាយហ្នឹងអត់មានបានសល់អីទេហើយរហូតមកដល់ថ្ងៃមួយបងសានក៏ថាមានសាច់ញាតិខាងម៉ាក់របស់គាត់ហ្នឹងមកលេងផ្ទះរបស់ម៉ាក់គាត់ហើយក៏មកហ្នឹងឃើញថាបងសានហ្នឹងអត់សូវមានការងារធ្វើការងារដែលធ្វើហ្នឹងគឺវាអត់ច្បាស់លាស់ម្ដងធ្វើនេះម្ដងធ្វើនោះហើយអត់សូវបានលុយអញ្ចឹងគាត់ថាគាត់គឺធ្វើការនៅក្នុងរោងចក្រមួយនៅភ្នំពេញហើយគាត់ចង់ឲ្យបងសានហ្នឹងទៅធ្វើការជាសន្តិសុខនៅកន្លែងរោងចក្រដែលគាត់ធ្វើហ្នឹងព្រោះថានៅកន្លែងហ្នឹងគេកំពុងតែរើសសន្តិសុខល្មមហើយមើលទៅបងសានហ្នឹងគាត់អត់មានការងារច្បាស់លាស់ដើរតែស៊ីឈ្នួលគេមរុំហ្នឹងអញ្ចឹងបងសានគាត់គ្រាន់តែលើអញ្ចឹងគាត់សម្រេចចិត្តថាទៅភ្លាមហ្មងអត់មានគិតច្រើនទេព្រោះថាតែហ្នឹងវាបានប្រាក់ខែច្រើនជាងដែលយើងស៊ីឈ្នួលគេនឹងតាមផ្ទះអញ្ចឹងណាហើយឪពុកម្ដាយរបស់បងសានហ្នឹងគាត់ក៏អូខេដូចគ្នាឲ្យតែទៅធ្វើការបានលុយទៅឲ្យតែការងារស្របច្បាប់ការងារទុច្ចរិតអញ្ចឹងណាកុំតែទៅឆក់ប្លន់គេទៅបានហើយអញ្ចឹងយើងកាត់មកដល់ពេលដែលបងសានដែលទៅធ្វើជាសន្តិសុខហ្នឹងណាគាត់ទៅហ្នឹងក៏មានម៉ូតូកញ្ចាស់មួយគ្រឿងដែរដែលគាត់យកទៅពីផ្ទះសួរអូខេលោគាត់ជិះមកពីរោងចក្រទៅបន្ទប់ជួលឬមួយក៏ទៅទិញនេះទិញនោះអញ្ចឹងណាគាត់យកម៉ូតូកញ្ចាស់មួយគ្រឿងទៅហើយបងសានក៏ថាពេលដែលគាត់មកធ្វើការនៅហ្នឹងគាត់មានអារម្មណ៍ថាដូចល្អជាងធ្វើការនៅស្រុកគាត់មុនហ្នឹងមានស្គាល់មិត្តភក្តិថ្មីការងារមានប្រាក់ខែច្បាស់លាស់ហើយវាអត់សូវហត់ដែរចុះយើងគ្រាន់តែអង្គុយយាមឡានយាមម៉ូតូឬមួយក៏ជួយសម្រួលនេះសម្រួលនោះចឹងទៅនៅក្នុងរោងចក្រហ្នឹងហើយគាត់ថាគាត់ធ្វើការនៅហ្នឹងគាត់ស្គាល់មិត្តភក្តិម្នាក់ដែលជាសន្តិសុខយាមវេនម៉ោងជាមួយគ្នាឈ្មោះថាសីហានៅបងសីហាហ្នឹងក៏ជាសន្តិសុខនៅកន្លែងហ្នឹងដែរប៉ុន្តែគាត់ជួបបន្ទប់នៅផ្សេងគ្នានៅម្នាក់មួយប៉ែកចឹងទៅដូចថាបងសានគាត់នៅនេះហើយបងសីហាគាត់នៅផ្លូវផ្សេងទៀតចឹងណាប៉ុន្តែគាត់ស្គាល់គ្នារាប់អានគ្នាចឹងទៅហើយលុះមកដល់ថ្ងៃមួយពេលហ្នឹងគឺបងសីហាពីអ្នកបងសានហ្នឹងគាត់យាមជាមួយគ្នាពីព្រឹករហូតមកដល់យប់ម៉ោងប្រហែលជា8បានពេលហ្នឹងក៏មានសន្តិសុខផ្សេងទៀតគេមកផ្លាស់ប្ដូរវិញណាហើយបានបងសីហាគាត់ក៏មកបបួលបងសានថាថ្ងៃហ្នឹងចេញពីធ្វើការអង្គុយលេងនៅរោងចក្រនឹងសិនឬមួយក៏ទៅរកអីញ៉ាំឬមួយក៏ទៅផឹកស៊ីនៅណាអត់គាត់ចង់បបួលបងសានដល់លេងបងសីហាហ្នឹងប៉ុន្តែបងសានគាត់ថាគាត់អត់ទៅណាទេថ្ងៃហ្នឹងចេញពីធ្វើការទៅផ្ទះដេកហ្មងទៅប៉ុន្តែចាំអញផងអញទៅជាមួយឲ្យដែរហើយកន្លែងហ្នឹងបងប្អូនខ្លះប្រហែលជាឆ្ងល់ដែរចុះបើម៉ូតូមានម្នាក់មួយគ្រឿងទេហើយបន្ទប់ជួលក៏នៅកន្លែងផ្សេងគ្នាដែរហេតុអីក៏ចាំបាច់ទៅជាមួយគ្នាដោយបងសានគាត់ថាអញ្ចឹងពីរោងចក្រនឹងមកដល់ខ្នល់ធំវាឆ្ងាយគួរសមហើយនៅតាមផ្លូវដែលត្រូវមកខ្នល់ធំនេះពីរោងចក្រមកហ្នឹងគឺធ្លាប់មានគេនិយាយតគ្នាថាគេធ្លាប់សម្លាប់គ្នានៅម្ដុំហ្នឹងសម្លាប់មិនដឹងសម្លាប់អីចឹងណាហើយមានពលឹងមានអីតាមឡងអ្នកណាដែល
ធ្វើដំណើរកាត់ហ្នឹងនៅពេលយប់ហើយមានពាក្យចចាមម្ដងមួយទៀតគេនិយាយថាចេះមានអ្នកស្ទួយត្រីម្នាក់ត្រូវបានគេសម្លាប់ហើយបោះចូលទៅក្នុងបឹងដែលគាត់អង្គុយស្ទួយត្រីហ្នឹងហើយតម្រាំតែគេរកសាកសពគាត់ឃើញគឺត្រូវបានតុងទៅបានត្រីស៊ីលើអស់សាច់លីហ្នឹងហើយហ្នឹងគ្រាន់តែជាពាក្យដែលគាត់លើគេនិយាយណាពិតក៏មិនដឹងមិនពិតក៏គាត់មិនដឹងដែរហើយយើងកាត់មកដល់ពេលដែលបងសានពីអ្នកបងសេហាមិត្តភក្តិរបស់គាត់ជិះម៉ូតូចេញមកពីធ្វើការហ្នឹងគាត់ជិះតាមផ្លូវស្ងាត់ហ្នឹងពីខាងម្ដុំខាងក្រៅរោងចក្រហ្នឹងមកដោយបងសេហាហ្នឹងគាត់ជិះពីមុខបងសានចេះជិះយ៉ាងទៅហើយជិះឆ្ងាយគ្នាប្រហែលជា10ម៉ែត្រកុំលាតខុសគ្នាហើយស្រាប់តែពេលជិះមកដល់ចំណុចមួយបងសានហ្នឹងគាត់ស្រាប់តែឃើញថាមានយាយចំណាស់ម្នាក់គាត់ឈរនឹងក្បែរផ្លូវហើយដើររៀងត្រេតត្រោណាហើយក្នុងដៃគាត់នឹងកាន់ថង់ខ្មៅធំមួយប្រភេទជាថង់ដែលអលងបងប្អូនអញ្ចឹងក៏បងសាហ្នឹងគាត់រៀងដូចថាណិតមិនដឹងថាយាយអ្នកណាម៉ែអ្នកណាទៅយកស្មើហ្នឹងឲ្យដើរម្នាក់ឯងហើយមើលទៅគាត់ដូចជាហេវហត់អស់កម្លាំងមើលតាមទៅបុកយាយម្នាក់ហ្នឹងប៉ុន្តែបងសេហាហ្នឹងអត់ឈប់ហ្នឹងគាត់ជិះទៅមុនម៉ាត់ហ្នឹងហើយបងសាហ្នឹងគាត់ក៏មិនហ៊ានឈប់ដែរគាត់ខ្លាចមិនដឹងថាយាយហ្នឹងគាត់មិនឬមួយក៏គាត់មិនមែនជាមនុស្សអីមិនវីវមែនទេអញ្ចឹងក៏បន្តដំណើរជិះទៅមុខទៀតទៅប៉ុន្តែបងសានគាត់ថាជិះបន្តដំណើរទៅមុខទៀតហ្នឹងបានប្រហែលជា50ម៉ែត្រក៏បងសេហាដែលជិះពីមុខគាត់ហ្នឹងក៏ស្រាប់តែបត់ម៉ូតូមកវិញជិះមកឈប់កន្លែងដែលបងសានឃើញយាយចំណាស់តែដើរម្នាក់ឯងមិញហ្នឹងហើយបងសានឃើញអញ្ចឹងគាត់ក៏សប្បាយចិត្តដែរណាព្រោះថាមុនហ្នឹងគាត់ក៏ចង់ឈប់ដែរចង់ជួយយាយចង់ដឹកយាយទៅផ្ទះគាត់ប៉ុន្តែបងសេហាអត់ឈប់អញ្ចឹងក៏បន្តដំណើរទៅមុខទៀតទៅឥឡូវហ្នឹងបងសេហាគាត់បកមកកន្លែងយាយនឹងវិញហើយពេលគាត់បកហ្នឹងគាត់ជិះទៅរឿងលឿនទេណាអញ្ចឹងក៏ដាច់ឆ្ងាយពីបងសានប្រហែលជាជាង10ម៉ែត្រអញ្ចឹងបងសេហាគាត់ក៏ជិះតាមក្រោយបងសានអញ្ចឹងទៅហើយលុះពេលដែលបងសានគាត់ជិះចិត្តទៅដល់កន្លែងដែលយាយចំណាស់ហ្នឹងគាត់ឈរស្រាប់តែគាត់ឃើញថាបងសេហាដែលមិត្តភក្តិគាត់ហ្នឹងគាត់អោនឈ្ងោកមើលក្នុងថង់ដែលយាយហ្នឹងគាត់កាន់ស្រាប់តែអោនឈ្ងោកមើលហើយបងសេហានឡើងម៉ូតូមូទៅប្រុយហ្មងអត់មាននិយាយថាបបួលយើងថាត្រូវទៅហើយឬមួយក៏មិនណាលេខជិះម៉ូតូទៅបាត់និយាយខ្លីទៅគឺរត់ចោលយើងហ្មងហើយបងសានគាត់មិនស្អែកសួរថាអសេហាទៅណាកាត់អីប៉ុន្តែបងសេហាហ្នឹងអត់មានគាត់ឆ្លើយដែរជិះម៉ូតូទៅប្រុយហើយបងសានគាត់ចង់ជួយយាយផងណាមួយទៀតគាត់ឈប់ម៉ូតូនឹងក្បែរហ្នឹងអញ្ចឹងគាត់ក៏ចុះពីលើម៉ូតូហើយដើរទៅសួរយាយថាយាយមកពីណាដែរហេតុអីបានដើរមកដល់កន្លែងហ្នឹងហើយយាយចង់ទៅណាចាំខ្ញុំជូនទៅហើយពេលហ្នឹងបងប្អូនដឹងថាយាយម្នាក់ហ្នឹងគាត់ធ្វើមិនទេដំបូងឡើយគាត់បែរខ្នងណាប៉ុន្តែពេលឮបងសានគាត់សួរអញ្ចឹងយាយម្នាក់ហ្នឹងគាត់ក៏បែរក្បាលគាត់មកតែមិនមែនបែរតែក្បាលខ្លួននៅដដែលដូចខ្មោចទេអត់ទេគាត់បែរមកទាំងអស់ហើយគាត់កាន់ថងខ្មៅនឹងដៃគាត់ហ្នឹងគាត់បក់ដៃហៅបងសាហ្នឹងគាត់ឲ្យបងសាហ្នឹងទៅមើលរបស់ក្នុងថងគាត់និយាយទេប៉ុន្តែគាត់បក់ដៃឲ្យគាត់ចោលរបស់នៅក្នុងថងហ្នឹងអញ្ចឹងគាត់បងសានគាត់ដើរទៅមើលទៅចង់ដឹងថានៅក្នុងហ្នឹងវាមានស្អីអញ្ចឹងណាហើយបងប្អូនអើយពេលដែលបងសានគាត់ឈ្ងោកមើលក្នុងថងហ្នឹងគាត់ថាគាត់ចង់គាំងបេះដូងស្លាប់នៅកន្លែងហ្នឹងហ្មងដោយសារតែបងសានគាត់ឃើញថានៅក្នុងថងហ្នឹងមានក្បាលមនុស្សមានតែក្បាលទេណាហើយក្បាលហ្នឹងមើលទៅទើបតាត្រូវបានកាត់មកថ្មីដោយសារតែវាមានឈាមមានអីនៅស្រស់ឡើយហ្នឹងឈាមមិនតាន់តង្កប់ហ្នឹងហើយសំខាន់ក្បាលម្នាក់ហ្នឹងហើយកន្លែងភ្នែករបស់គាត់ហ្នឹងនៅមិនតាន់ទាំងបិទចិត្តផងហ្នឹងហើយបញ្ជាក់ក្បាលហ្នឹងគឺជាក្បាលមនុស្សប្រុសហើយបងសានគាត់គ្រាន់តែឃើញអញ្ចឹងគាត់ស្អែកមកទៅហឹងហ្មងហើយឡើងម៉ូតូបើកទៅតាមបងសៃហាមិត្តភក្តិរបស់គាត់ហ្នឹងណាហើយគាត់ចែកថាអាសៃហាអើយចាំអញផងប៉ុន្តែបងសៃហាហ្នឹងគាត់មិនចាំអីហើយបងសានគាត់បើកដេញតាមក្រោយអញ្ចឹងណាហើយលុះបើកដេញតាមគ្នាមកដល់ថងចំណុចមួយដែលជាចំណុចហ្នឹងបងសានគាត់ចាំបានណាថាបើយើងទៅមុខទីទៀតទៅដល់ផ្លូវកោងហើយមិនកោងល្មមណាកោងរៀងខ្លាំងដែរណាបើសិនជាយើងបើកលឿនដឹងតែមានគ្រោះថ្នាក់ហើយជួយយើងកាច់ចកត់អត់ណោះហើយបងសៃហាហ្នឹងគាត់មានប្រអន់ឯណាដោយសារតែគាត់ខ្លាចពេកឬមួយក៏គាត់ភ្លេចថាកន្លែងហ្នឹងផ្លូវកោងក៏មិនដឹងដែរគាត់បោកមកទៅហឹងទៅអញ្ចឹងណាហើយទៅពេលដល់កន្លែងផ្លូវកោងគាត់មានតែកាច់តន់អីគាត់ស្រាប់តែធ្លាក់ផ្លូវឬសូកប្រាវស្ងាត់ឈឹងហើយបងសានពេលហ្នឹងគាត់ចង់ជិះពហុទៅផ្ទះបន្តិចប៉ុន្តែចិត្តមួយទៀតគាត់នៅឃើញបារម្ភពីមិត្តភ័ក្តិជុំមិត្តភ័ក្តិដួលម៉ូតូមិញខ្លាំងដែរណាហើយគាត់នៅឃើញថាប្រហែលជាយាយនឹងតាមមកមិនទាន់ទេឬមួយក៏គាត់ឈប់តាមហើយមិនដឹងគាត់ជិះមកផុតរៀងឆ្ងាយដែរហើយបានគាត់នឹងក៏ឈប់ម៉ូតូហើយរត់ទៅរកកន្លែងដែលមិត្តភ័ក្តិគាត់ដួលមិញហ្នឹង
ប៉ុន្តែរត់ទៅនឹងវាអត់ឃើញម៉ូតូក៏មិនឃើញមនុស្សក៏មិនឃើញហើយគាត់ក៏ស្រែកហៅទៅអាស័យហាហើយនៅកន្លែងណាហើយទៅអីអត់ហើយទៅលបួអីខ្លាំងអត់ស្រែកហៅអញ្ចឹងណាប៉ុន្តែក៏ស្ងាត់ហើយបងសាននឹងគាត់ក៏នៅតែបន្តស្រែកទៀតស្រែកហៅមិត្តភក្តិគាត់អញ្ចឹងណាហើយបានមកសន្ទុះក៏បងសាននឹងឃើញថាបងស័យហាហ្នឹងរត់ចេញមកពីក្នុងព្រៃប៉ុន្តែរត់នឹងដោយរៀងប៉ាំងពេកមើលទៅដូចជាគាត់ឈឺជើងម្ខាងហើយនៅលើមុខមកគាត់ហ្នឹងមានលបួទៀតបែកកន្លែងក្រោមចាមហើយនឹងក្លិតអាកន្លែងមុខមកគាត់ហ្នឹងគឺថាយើងដួលកាប់មុខអូសទាំងដីអញ្ចឹងអាមុខរបស់យើងហ្នឹងវាអាលាត់ជាមួយនឹងដីណាហើយបានបងស័យហាហ្នឹងគាត់បបួលបងសានថាឲ្យបញ្ញាប់ទៅផ្ទះបញ្ញាប់ធ្វើម៉េចឲ្យចេញផុតពីកន្លែងហ្នឹងហើយបងសានហ្នឹងគាត់ក៏សួរថាចុះទៅម៉េចម៉ូតូឯងនៅកន្លែងណាជិះកើតឬមួយក៏អត់បានបងស័យហាហ្នឹងក៏ថារឿងម៉ូតូគាត់អត់ដឹងដែរហើយឥឡូវហ្នឹងធ្វើម៉េចក៏ដោយយើងទៅឲ្យផុតពីកន្លែងហ្នឹងសិនទៅឬអីផ្សេងទៀតចាំគិតតាមក្រោយហើយបងសានពេលហ្នឹងគាត់ក៏អូខេឥឡូវគាត់ឲ្យបងស័យហាហ្នឹងឡើងពីក្រោយគាត់មកហើយគាត់ក៏សួរបងស័យហាថាឥឡូវហ្នឹងទៅបន្ទប់ជួលមុនឬមួយក៏ទៅពេទ្យមុនបានបងស័យហាហ្នឹងក៏ថាទៅបន្ទប់ជួលមុនហើយគាត់ក៏ដឹកមិត្តភក្តិមកគាត់ហ្នឹងដឹកបដាជិះបដាអីបដាសួរថាហើយមិនហើយអញ្ចឹងណាជិះដៃមកខាងមកគាត់ហ្នឹងលោកទៅក្រោយលោកទៅស្ទាបមិត្តភក្តិអោបមិត្តភក្តិអញ្ចឹងខ្លាចធ្លាក់ហើយពេលដែលបងសានហ្នឹងគាត់បើកម៉ូតូគាត់មានអារម្មណ៍ថាម៉ូតូរបស់គាត់ហ្នឹងរៀងផ្អៀងទាញទៅមកខាងអញ្ចឹងតទៅពេលគាត់ងាកមកក្រោយទៅបានឃើញថាបងស័យហាមិត្តភក្តិមកគាត់ហ្នឹងគាត់ល្ងោកឯហ្នឹងគាត់ដូចថាលេងមានស្មារតីលេងមានកម្លាំងទប់ខ្លួនណាអញ្ចឹងបានគាត់ពេលហ្នឹងគាត់ថាបើសិនជានៅបន្តបើកទៅមុខទៀតអាចនឹងដួលអាចនឹងមានគ្រោះថ្នាក់តាមទៀតណាមិត្តភក្តិគ្នាដួលមិនទាន់ទាំងបានព្យាបាលផងមកដួលទៀតក៏លោកគ្នាកាន់តែធ្ងន់ណាអញ្ចឹងគាត់ក៏បញ្ញាប់ចតម៉ូតូហើយរមមើលអញ្ចឹងទៅក៏លោកមាននរណាគេបើកគាត់ហ្នឹងគាត់ហៅឲ្យគេជួយអញ្ចឹងណាហើយពេលហ្នឹងសំណាងល្អដែរបងសានក៏ថាមានឃើញមនុស្សស្រីម្នាក់អាយុប្រហែលជាខ្ទង់ចិត្ត30ឆ្នាំមកគាត់ជិះម៉ូតូម្នាក់ឯងទេហើយសំខាន់មនុស្សស្រីម្នាក់ហ្នឹងគាត់ស្លៀកពាក់ឈុតuniform ឈុតរោងចក្រដែលគាត់ធ្វើការហ្នឹងយើងគាត់ទៅមើលដឹងថាអ្នកធ្វើការនៅក្នុងរោងចក្រដែលបងសានហ្នឹងគាត់ធ្វើជាសន្តិសុខហ្នឹងបងប្អូនឆែបានគាត់ស្អីប្រាប់បងស្រីហ្នឹងថាបងឈប់ជួយខ្ញុំតិចបានអត់ហើយបានបងស្រីហ្នឹងគាត់ដំបងឡើយរៀងដូចថាឆ្ងល់អីណាហៅគាត់ទៅអីកាក់គាត់អីចឹងបានពេលហ្នឹងបងសានគាត់ក៏ប្រាប់តែហ្នឹងទៅគាត់ថាមិត្តភក្តិរបស់គាត់ហ្នឹងដួលម៉ូតូហើយឥឡូវហ្នឹងគ្នាជិះអត់កើតទេចង់ឲ្យបងឯងហ្នឹងជួយឡើងជិះពីក្រោយជួយទុកមិត្តភក្តិខ្ញុំតិចចឹងណាហើយបានបងស្រីហ្នឹងគាត់មើលទៅបងសានគាត់ប្រហែលជាស្គាល់ចុះបងសានគាត់យាមនឹងរោងចក្រហ្នឹងគាត់ចេញចូលមិនឃើញមុខបងសានមែនទេអញ្ចឹងគាត់ក៏អត់មានថាអីដែរគាត់ក៏ចតម៉ូតូរបស់គាត់ដាក់នឹងគៀនហ្នឹងទៅចតដាក់កន្លែងគៀនក្បែរដើមឈើអញ្ចឹងណាបាំងហើយចាក់សកចែកស៊ូបួលបន្ទាប់មកគាត់ក៏ឡើងលើម៉ូតូបងសានហ្នឹងអោបងស័យហាពីក្រោយអញ្ចឹងទៅហើយបងសានក៏ថាម៉ូតូរបស់គាត់ហ្នឹងជាម៉ូតូចាស់ហើយគាត់ទិញមកទឹកទៀតហើយលឹងដប់គ្នា3នាក់ទៀតណាអញ្ចឹងគាត់បើកអត់មានបានលឿនទេបើកបានរ៉ែហ្នឹងណាទោះជាយើងចង់លឿនក៏វាមិនលឿនតាមយើងដែរអញ្ចឹងគាត់ថាពេលដែលគាត់បើកហ្នឹងស្រាប់តែគាត់ថាមានឃើញឡានមួយគ្រឿងបកមកពីខាងក្រោយគាត់ហើយគេញាក់ភ្លើងដូចថាគេចង់ឲ្យយើងនឹងជិះផ្លូវគេអញ្ចឹងណាប៉ុន្តែពេលហ្នឹងគាត់ថាគាត់បើកលង្កៀនហ្នឹងហេតុអីក៏មិនញាក់ភ្លើងមកក៏ផ្លេចឡើងអញ្ចឹងបានគាត់ក៏នៅតែបន្តជិះធម្មតាអញ្ចឹងទៅព្រោះតែយើងមានកន្លែងណាទៅជិះទៀតបើយើងបើកឡើងដល់គៀនហ្នឹងប៉ុន្តែពេលដែលឡានដែលញាក់ភ្លើងហ្នឹងវាបើកមកដល់ដើមគាត់ស្រាប់តែឡានហ្នឹងជន់មកទៅហឹងហ្មងដូចថាមុនហ្នឹងវាបើកមករ៉ែតែចង់ឈប់តទៅពេលវាមកដល់ទៅយើងហើយលេងជន់ឡានមកទៅហឹងហ្មងមិនដឹងថាឡានហ្នឹងវាឃើញអីវាភ្ញាក់ផ្អើលរឿងអីណាប៉ុន្តែបងសានគាត់នៅតែបន្តបើកអញ្ចឹងទៅបើកដឹកមិត្តភក្តិមកគាត់ហ្នឹងទៅពេលទៅហើយអត់យូរណាតាមមកសន្ទុះទៀតទេក៏មានឡានកាមេរីមួយគ្រឿងទៀតបើកមកពីខាងក្រោយក្នុងគាត់ហ្នឹងហើយឡានហ្នឹងដូចមុនអញ្ចឹងដំបូងឡើយបើកធម្មតាទេប៉ុន្តែពេលដែលបើកម្ដងទៅបងសានគាត់បើកម៉ូតូហ្នឹងសពទៅជន់ឡានទៅប្រុយហ្មងដូចថាវាឃើញអីវាភ្ញាក់ផ្អើលវាខ្លាចអីចឹងបើកទៅបាត់ចឹងហ្មងហើយបងសានគាត់នៅតែបន្តបើកចឹងទៅបើកជូនមិត្តភក្តិទៅពេលទៅហើយគាត់ថាគាត់បើកទៅមុខបានតិចទៀតទេក៏ទៅដល់ស្ពានមកកន្លែងដែលជាប្រភេទស្ពានមេតុងឆ្លងបន្លាយទឹកចឹងទៅហើយបើកផុតពីស្ពានហ្នឹងទៅស្រាប់តែបងសាហ្នឹងគាត់ចាប់អារម្មណ៍ថាចេះផ្លូវហ្នឹងដូចជាផ្លូវគាត់មិនដែលមកទេផ្លូវវាប្លែកធម្មតាផ្លូវដែលយើងតែងតែបើកកាត់រងថ្ងៃយើងចំណាំហ្នឹងមែនទេសូម្បីតែកលុកកន្លែងណាក៏យើងចំណាំដើមឈើកន្លែងណាក៏យើងចំណាំដែរប៉ុន្តែគាត់ថាពេលដែលឆ្លងស្ពានមកដូចទៅផ្លូវថ្មីមួយទៀតចឹងគាត់អត់ដែលបើកកាត់ទេតែគាត់នៅតែបន្តបើកអញ្ចឹងនៅឃើញថាទោះខុសផ្លូវក៏ខុសទៅយើងនៅតែព្យាយាមបើកទៅតែបន្តិចហ្នឹងវាឡើងទៅដល់ផ្លូវធំហើយយើងទៅរកពេទ្យរកអីបានហើយប៉ុន្តែអត់ទេបងប្អូនអើយ
ផុតពីស្ពានហ្នឹងណាចូលស្ពានទី2បើកផុតស្ពានទី2បើកទីទៀតដល់ស្ពានទី3គឺចុងក្រោយគាត់បើករំលងស្ពានទៅដល់9ទាំងដែលផ្លូវជាធម្មតាគាត់ឆ្លងស្ពានតែមួយណាអានេះ9ស្ពានហើយពេលហ្នឹងមង្សានគាត់ថាគាត់ដឹងតាមវែងហើយព្រោះថាអាផ្លូវហ្នឹងដែលគាត់បើកហល់ដងស្ពានតែមួយហ្នឹងឥឡូវស្ពានច្រើនមែនឡើង9បាត់ហើយហ្នឹងមិនដឹងថាគាត់បើកច្រឡំចូលផ្លូវណាផ្លូវណីណាហើយគាត់ក៏ទៅតែនឹកឃើញថាចុះមិនក៏មិនសាកសួរបងស្រីដែលជិះនៅពីក្រោយគាត់ហ្នឹងបងស្រីហ្នឹងគាត់ជិះមករោងចក្រថ្ងៃដែរប្រហែលជាគាត់ស្គាល់ផ្លូវច្បាស់ជាងបានពេលហ្នឹងមង្សានគាត់សួរបងស្រីហ្នឹងថាបងឯងនឹងស្គាល់ផ្លូវហ្នឹងអត់ផ្លូវណាដែលត្រូវបើកឆ្លងទៅផ្លូវធំចឹងទៅហើយបានពេលបងសានសួរទៅបងស្រីហ្នឹងគាត់អត់ឆ្លើយទេសួរទៅក៏ស្ងាត់ហើយបងសានពេលហ្នឹងគាត់ក៏ងាកទៅក្រោយណាចង់ដឹងថាហេតុអីបានជួមឆ្លើយអញ្ចឹងគាត់អត់លឺឬមួយក៏មិនហ៎បានពេលដែលគាត់ងាកក្រោយហ្នឹងគាត់ក៏ត្រូវជួបរឿងភ្ញាក់ផ្អើលមួយទៀតគឺថាមិត្តភក្តិគាត់បងស្រីហាដែលឲ្យបងស្រីហ្នឹងជិះអស់ពីក្រោយហ្នឹងឥឡូវបាត់ម៉ូតូហ្នឹងមានតែគាត់ហើយនឹងបងស្រីម្នាក់ហ្នឹងទេហើយបងសានពេលហ្នឹងគាត់ក៏សួរបងស្រីហ្នឹងថាបងចុះមិត្តញប់តាណាបាត់ហើយអាស្រីហាបានបងស្រីម្នាក់ហ្នឹងដឹងគាត់ថាម៉េចទេគាត់ថាមិត្តឯងធ្លាក់ពីលើម៉ូតូបាត់ហើយគាត់និយាយធម្មតាហើយបងសានពេលហ្នឹងគាត់ក៏ខឹងគាត់ថាហើយចុះបើវាធ្លាក់ពីលើម៉ូតូហេតុអីក៏មកឯងមិនប្រាប់ខ្ញុំបានបងហ្នឹងគាត់ក៏ធ្វើធម្មតាគាត់ដូចថាអត់មានប្រតិកម្មអត់មានអារម្មណ៍អីទាំងអស់គាត់ថ្មឹងចឹងទៅហើយបងសានគាត់ថាទៅតែពេលអញ្ចឹងគាត់អត់មានវិធីអីផ្សេងទេក្រៅពីជិះម៉ូតូបកទៅក្រោយវិញគីឡូទៅជួបមិត្តភក្តិមកគាត់នៅតាមផ្លូវចុះគាត់ធ្លាក់នៅតាមផ្លូវហ្នឹងឯងអញ្ចឹងក៏បកម៉ូតូមកវិញមកពេលហ្នឹងគឺជិះតែពីរអ្នកបងស្រីម្នាក់ហ្នឹងទេហើយគាត់ថាពេលដែលជិះទៅវិញនេះអត់មានកាត់ស្ពានសូម្បីតែមួយទាំងតែពេលយើងជិះមកកាត់ស្ពាន9ស្ពានតែជិះទៅវិញអត់មានជួបស្ពានសោះហើយបានពេលហ្នឹងបងសានគាត់ក៏មើលតាមកញ្ចក់ចង់ដឹងថាបងស្រីហ្នឹងគាត់ធ្វើមិនទៀតគីឡូគាត់អត់គ្រប់ទឹកយើងជិះគាត់ច្បាច់កយើងពីក្រោយវិញមិនវីវហើយបងប្អូនអើយពេលដែលបងសានគាត់មើលកញ្ចក់ហ្នឹងមើលមុខបងស្រីម្នាក់ហ្នឹងគាត់ថាមុខបងស្រីម្នាក់ហ្នឹងចាប់ដើមប្រែពីដំបូងឡើយគឺដូចបងសានគាត់និយាយអញ្ចឹងបងស្រីម្នាក់ហ្នឹងមានអាយុប្រហែលជាខ្ទង់20ឆ្នាំក្រោយហ្នឹងឯងមិនជាក្មេងប្រហែលក៏មិនចាស់ពេកដែរប៉ុន្តែលើកនេះពេលដែលគាត់មើលទៅតាមកញ្ចក់ហ្នឹងគាត់ឃើញថាសក់ក្បាលបងស្រីម្នាក់ហ្នឹងចាប់ដើមសពីមុនមកសក់ខ្មៅទេតែមកផ្លេតមិញហ្នឹងសក់សហើយរឿងសពងហើយយូរទៅអាមុខរបស់គាត់ហ្នឹងចាប់ដើមជ្រួញទៅហើយតទៅពេលគាត់មើលអាដៃបងស្រីម្នាក់ហ្នឹងដែលអោបជាខាងគាត់គាត់ថាដៃឡើងខ្មៅឡើងខ្លោចមកដូចដៃដែលសពគេដុតនឹងភ្លើងបងប្អូនវារោលវាត្រូវផ្សាច់អីហើយបានពេលហ្នឹងក៏បងសានឈប់ម៉ូតូឲ្យហក់ចេញហ្មងចាណាទៅនៅមួយទៀតបើយើងដប់សុកខ្លាយទៅជាសក់សខ្លាយទៅជាខ្លួនខ្មៅអញ្ចឹងហើយបានពេលដែលបងសានគាត់ហក់ចេញពីម៉ូតូហ្នឹងគាត់បានឃើញច្បាស់ 100% ថាបងស្រីដែលជិះពីក្រោយគាត់មួយថ្ងៃមិញហ្នឹងគឺជាយាយម្នាក់ដែលគាត់ឃើញពីដំបូងនឹងដើមផ្លូវតែគាត់ឃើញថាដើរម្នាក់ឯងកាន់ថងខ្មៅអីហ្នឹងឥឡូវហ្នឹងគឺយាយនឹងឯងមុនហ្នឹងគាត់ប្រែកាឡាធ្វើជានារីរោងចក្រអី20ឆ្នាំជាងអីចឹងណាតែតាមពិតគឺជាយាយចំណាស់ដែលដើរកាន់ថងខ្មៅក្នុងនឹងមានក្បាលមនុស្សអីហ្នឹងឯងហើយបងសានឃើញអញ្ចឹងគាត់អត់មានបានទៅឡើងជិះម៉ូតូដាក់លេខអីទេវាយូរកាគាត់ក៏រត់ចោលម៉ូតូហ្មងទៅទុកចោលក្បែរយាយចំណាស់ម្នាក់ហ្នឹងឯងហើយគាត់ថាពេលគាត់រត់តាមផ្លូវហ្នឹងក៏មានឡាន pick up មួយគ្រឿងបើកមកពីខាងក្រោយគាត់ហើយឡានហ្នឹងដូចថាគាត់ចង់ជួយបងសានអញ្ចឹងពេលដែលគាត់បើកមកដល់ទន្ទឹមនឹងបងសានហ្នឹងគាត់ក៏ចុច play ហើយគាត់ប្រអន់លបឿនហើយគាត់ប្រាប់ថាឲ្យបងសានហ្នឹងឡើងលើឡានគាត់មកចាឡានដែលមានគូខាងក្រោយយើងមិនចាំបើកទ្វារអីយើងគាត់ហក់ឡើងទៅគឺអូខេហើយពេលហ្នឹងឡានហ្នឹងព្រះអង្គផងក៏បងសានហ្នឹងហក់ឡើងលើកតុយឡានហ្នឹងទៅហើយឡានហ្នឹងក៏បន្តបើកទៅមុខបន្តិចរឿងលឿនហើយពេលហ្នឹងក៏បងសានហ្នឹងគាត់ថាគាត់ធូរទ្រូងមែនទែនគាត់មានគ្នាមុននឹងតឯងផងឥឡូវមានគ្នាមានអីណាមួយទៀតគេបានជួយដឹកគាត់ផងគាត់បានផុតពីកន្លែងហ្នឹងគាត់ធូរទ្រូងអញ្ចឹងណាហើយលោកបើកផុតពីកន្លែងហ្នឹងបានតែមកស្ទុះទេគាត់ចាប់ផ្ដើមចំណាំផ្លូវបានណាគាត់ថាបើកមកដល់ថងចំណុចវត្តមួយដែលវត្តហ្នឹងគាត់ធ្លាប់ឃើញគាត់ធ្លាប់ជិះកាត់អញ្ចឹងគាត់ក៏គូកញ្ចក់ឡានទៅចង់ប្រាប់ថាឲ្យបងប្រុសម្នាក់ហ្នឹងឈប់គាត់ចូលទៅក្នុងវត្តចូលទៅឲ្យលោកជួយគាត់អញ្ចឹងប៉ុន្តែពេលដែលគាត់គោះទៅឡានក៏វាឈប់ហើយគាត់ក៏នឹកឃើញថាចង់ចោះទៅនិយាយចោះទៅអរគុណបងប្រុសម្នាក់ហ្នឹងដែលបានជួយគាត់អញ្ចឹងប៉ុន្តែពេលដែលគាត់ចុះមកពីលើឡាននេះគាត់ដើរទៅមើលកញ្ចក់ឡានហ្នឹងស្រាប់តែគាត់ឃើញថាអាបងម្នាក់នឹងលើឡានហ្នឹងគាត់អត់មានក្បាលទេមានតែខ្លួនមានតែកហើយគាត់និយាយមកបងសានថាអូនឯងមានឃើញក្បាលពស់អត់
ហើយគាត់ថាអត់មានក្បាលទេប៉ុន្តែគាត់និយាយមកវាលឺពីម្ដុំកលឺមកពីម្ដុំខ្លួនមកគាត់លឺមកអញ្ចឹងថាអូនឯងមានឃើញក្បាលពូខ្លះអត់ហើយបងសានគាត់ថាគាត់ណាឃើញអញ្ចឹងស្លាប់បដ ாய் អាមុនហ្នឹងប៊ីស្លាប់ម្ដងហើយតទៅពេលអាចុងក្រោយហ្នឹងរៀងធ្ងន់ជាងគេលឺគេសួរថាឃើញក្បាលអត់ហ្នឹងស្លាប់ឈឹងនឹងបដ ாய் តែតទៅពេលគាត់ដឹងខ្លួនមកបានឃើញថាគាត់ដល់ពេទ្យបាត់ហើយសួរទៅសួរមកគាត់បានដឹងថាត្រូវបានក្មេងវត្តជូនគាត់មកហើយក្មេងវត្តហ្នឹងគាត់ប្រាប់ថាបងសាហ្នឹងដេកនឹងមុខវត្តនឹងក្បែរផ្លូវហ្នឹងប៊ីឡានបើកមកកិនទៀតណាកុំតែពេលភ្លើងឡានរបស់គេនឹងវាភ្លឺណាកុំអីបើកិនទៀតអញ្ចឹងគាត់សួរថាចុះមិត្តភ័ក្ដិគាត់ឈ្មោះសីហាដែលជាសន្តិសុខនេះហើយជិះម៉ូតូមកដួលនៅក្នុងចំណុចនេះហ្នឹងណាឥឡូវមិនហើយបានពេលហ្នឹងគ្រូពេទ្យគាត់ប្រាប់ថាមិត្តភ័ក្ដិរបស់បងសាហ្នឹងគឺគាត់ស្លាប់បាត់ហើយដោយសារតែគាត់បើកម៉ូតូលឿនពេកហើយចូលទៅបុកដើមឈើបាក់កអញ្ចឹងស្លាប់នៅកន្លែងដែលគាត់ដួលហ្នឹងឯងប៉ុន្តែវាទៅអញ្ចឹងមិនកើតបើពេលដែលបងសីហាគាត់ដួលម៉ូតូហើយហ្នឹងបងសានគាត់មិនទៅតាមក្រោយមែនទេទៅសីហាមិត្តភ័ក្ដិហើយមកសន្ទុះក៏ឃើញថាបងសីហាហ្នឹងរត់ចេញមកពីក្នុងព្រៃហើយជិះម៉ូតូទៅទាំងអស់គ្នាហ្នឹងហើយឥឡូវចុងក្រោយបែរជាមនុស្សថាបងសីហានឹងស្លាប់នៅកន្លែងដែលគាត់ដួលម៉ូតូវាដូចថាมันអាចទៅរួចទេបងប្អូនមែនទេហើយរឿងដែលនឹកស្មានម្ដងមួយទៀតគឺថាអញ្ចឹងពេលហ្នឹងមិនបងសានគាត់ជួបយាយដែលគួរខ្លាចមានកាន់ថងថ្មើមមានក្បាលមនុស្សអីក្នុងហ្នឹងចុងក្រោយគាត់មិនទុកម៉ូតូចោលហើយគាត់រត់ឡើងជិះឡានគេហ្នឹងអញ្ចឹងចុងក្រោយនេះម៉ូតូរបស់បងសានហ្នឹងគេបែរជាទៅរកឃើញថាចតចោលនៅនឹងព្រៃមួយកន្លែងប៉ុន្តែមិនមែនជាព្រៃនៅម្ដុំហ្នឹងទេណាគឺចម្ងាយប្រហែលជា100គីឡូម៉ែត្រពីរោងចក្រដែលគាត់ធ្វើការនិយាយខ្លីគឺចម្ងាយ100គីឡូម៉ែត្រពីកន្លែងដែលគាត់ជួបយាយចំណាស់ម្នាក់ហ្នឹងណាហើយម៉ូតូរបស់គាត់វាទៅនឹងមិនកើតគឺវាពិបាកបកស្រាយនៅកន្លែងហ្នឹងបងប្អូនណាប៉ុន្តែវាអាចដែរគេលើថាគាត់ទុកចោលចឹងទៅត្រូវបានចោលលួចហើយដល់ទៅពេលវាជីអស់ចិត្តទៅវាក៏យកទៅផ្លុំចោលនៅព្រៃមួយកន្លែងហ្នឹងអញ្ចឹងណាអាហ្នឹងបើយើងគិតតាមជាសាសគិតតាមទូទៅប៉ុន្តែបើគិតថាពីរឿងខ្មោចវិញគឺប្រហែលជាខ្មោចនឹងវាយកទៅដាក់នៅហ្នឹងអីចឹងណាហើយឥឡូវយើងមកនិយាយពីខ្មោចពី3នាក់ហ្នឹងវិញថាជាអ្នកណាគេតើយាយចំណាស់ដែលដើរកាន់ថងខ្មៅមានក្បាលមនុស្សក្នុងហ្នឹងគាត់គឺជាអ្នកណាគាត់គឺជាអ្នកដែលសម្លាប់មនុស្សកាត់ក្បាលគេយកមកដាក់នៅក្នុងថងហ្នឹងមែនហើយចុះអាពូម្នាក់ដែលបើកឡាន pick up ជួយបងសានដឹកយកមកដាក់វត្តហ្នឹងពូហ្នឹងគឺជាណាគេហើយចុងក្រោយគាត់អត់មានក្បាលហ្នឹងពូម្នាក់ហ្នឹងគឺវាមានរឿងអីដែលតាក់ទងជាមួយនឹងយាយម្នាក់ហ្នឹងមែនព្រោះថាម្នាក់បាត់ក្បាលម្នាក់ទៀតដើរកាន់ក្បាលគេនៅក្នុងថងអញ្ចឹងប្រហែលជាពីរអ្នកហ្នឹងមានរឿងអីពាក់ព័ន្ធគ្នាអីមែនទេប្រហែលជាយាយហ្នឹងគាត់ជាអ្នកសម្រាប់អាពូហ្នឹងអីចឹងណាតែនេះគាត់តែជាការស្មានរបស់ខ្ញុំទេហើយបើនិយាយពីរឿងនីតិនៃគេនិយាយតគ្នាថាមានរឿងកិច្ចកម្មគេសម្រាប់គ្នានៅម្ដុំកន្លែងក្នុងបឹងក្បែររោងចក្រហ្នឹងគឺបងសានគាត់ថារឿងហ្នឹងមិនដឹងថាពីជំនាន់ណាមកទេនិយាយតគ្នាមករឿងប្រឌិតផងក៏មិនដឹងរឿងមួយក៏រឿងតាំងពីជំនាន់ណាគេនិយាយថែមថយលើសខ្វាយផងក៏មិនដឹងប៉ុន្តែចុងក្រោយគាត់វាបានទៅជួបហេតុការណ៍ហ្នឹងមែនគេធ្វើបានខ្មុតលងសាហាវមែនទែនហើយអីដែលវារន្ធត់អីដែលវាគួរថ្នាក់ខ្លាំងបំផុតហ្នឹងគឺមិត្តភក្តិមកគាត់បងសីហាហ្នឹងគាត់ត្រូវបានស្លាប់បាត់បង់ជីវិតគឺស្លាប់ហ្នឹងមិនមែនដោយសារតែខ្មោចមកច្បាច់កយកទេគឺគាត់ខ្លាចពេកជីកទៅបុកដើមឈើស្លាប់ខ្លួនឯងអញ្ចឹងណាខ្មោចធម្មតាគាត់អត់មានរស់រានទេអត់មានមកអាចមកវាយយើងមកច្បាច់កយើងមកធ្វើបាបយើងបានទេមានតែទៅបន្លាចយើងឲ្យជីកទៅបុកនេះបុកនោះអីចឹងទៅមិនតែប៉ុណ្្នឹងឯងអូខេអញ្ចឹងហើយសាច់រឿងមួយនេះបានចប់ហើយបងប្អូនយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះបើតាមគំនិតរបស់ខ្ញុំណាខ្ញុំគិតថាសាច់រឿងមួយនេះវាដូចអភិនិហាមែនតើណាវាមិនគួរជឿប៉ុន្តែដូច5អញ្ចឹងរឿងខ្មោចវាជារឿងបែបអបិយជំនឿហើយអ្នកដែលជួបហ្នឹងគឺមិនមែនអ្នកណាក៏សុទ្ធតែធ្លាប់ជួបទាំងអស់គ្នាទេមែនទេយើងមិនបានជួបប៉ុន្តែអ្នកដែលបានជួបហ្នឹងគេថាគេឃើញអញ្ចឹងហើយយើងធ្វើម៉េចពិតមិនពិតអានេះសាច់តែការគិតរបស់យើងជឿមិនជឿយើងពិចារណាមើលខ្លួនឯងទៅបើយើងជឿក៏ជឿបើយើងមិនជឿទេក៏អាចថាស្ដាប់លេងទុកជាការកំសាន្តទៅចោះមែនទេបងប្អូនអូខេអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយយើងចាំជួបគ្នានៅនីតិខ្មោចក្រោយៗទៀតអរគុណជម្រាបលា